មេឃនៅឆ្ងាយពពកខ្មៅបាំងពន្លឺញើសហូរស្រក់ទាំងយប់ព្រឹកមិនដែលឈប់ឈរបាតដៃគ្រើមព្រោះតែការងារធ្ងន់រកកំไรដូននឹងបាយមួយពេលដើម្បីបន្តដង្ហើមជីវិតកុំអាលអស់សង្ឃឹមទូវាសមិនទាន់ហត់ដៃទូបីត្រូវគេមើងងាយឬពាក្យសំដីជន់ឈ្លីត្រូវចាំថាពេចកើតចេញពីសំពាធដ៏ខ្លាំងក្លាហើយទាំងរីកនៅពេលដែលពលឹកថ្ងៃបងតស៊ូឡើងកុំចោទចាញ់នឹងព្រមលិខិតជីវិតអ្នកក្រមិនមែនមានន័យថាត្រូវចាញ់រហូតទេប្រាកម្លាំងចិត្តជាអាវុធប្រើការតស៊ូជាស្ពានឆ្លងកាត់រោគជីវិតទៅរកក្រោយនៃក្តីស្រមៃចូលឲ្យត្រង់កុំឲ្យប្រលឹងឯងត្រូវដួលអោនក្បាលទោះបីខ្វះខាតក៏មិនត្រូវខ្វះទឹកចិត្តទោះបីក្រទ្រពក៏ត្រូវមានកិត្តិយសក្នុងខ្លួនរាល់ដំណក់ញើសដែលស្រង់ចុះលើដីដ៏ក្តៅហួតវានឹងคล้ายជាជីជួយឲ្យជីវិតលូតលាស់រឹងមាំថ្ងៃនេះយើងហត់ថ្ងៃនេះយើងយំតែថ្ងៃស្អែកគឺជាឱកាសថ្មីដែលរងចាំយើងគ្មានអ្នកណាក្រហមទេបើយើងមិនព្រមបញ្ឈប់ការដើរតែកាន់តែងឹតមានន័យថាព្រះអាចចិនរះតស៊ូឡើងកុំចោទចាញ់នឹងព្រមលិខិតជីវិតអ្នកក្រមិនមែនមានន័យថាត្រូវចាញ់រហូតទេប្រាកម្លាំងចិត្តជាអាវុធ